សួស្តីទាំងអស់គ្នានៅពេលដែលយើងនិយាយអំពីគ្រោះធម្មជាតិភាគច្រើនយើងតែងតែគិតទៅដល់គ្រោះរំជួយដីទឹកជំនន់ឬខ្យល់ព្យុះមែនទេក៏ប៉ុន្តែនៅលើភពផែនដីយើងនេះមានបាតុភូតធម្មជាតិជាច្រើនហើយចម្លែកខ្លាំងរន្ធត់និងស្ទើរតែមិនគួរឲ្យជឿថាវាជាការពិតនៅក្នុងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់អំពីគ្រោះធម្មជាតិប្លែកៗទាំង5ដែលបានកើតឡើងនៅលើពិភពលោកយើងនេះតោះទៅតាមដានទាំងអស់គ្នាថ្នាក់ទី5លាងសត្វត្រីនិងកង្កែបតែអ្នកធ្លាប់គិតទេថាចុះមួយថ្ងៃណាមួយអ្នកកំពុងតែដើរសុកស្រាប់តែមានត្រីឬកង្កែបធ្លាក់ពីលើមេឃមកត្រូវក្បាលរបស់អ្នករឿងនេះវាមើលទៅដូចជារឿងប្រឌិតក៏ប៉ុន្តែវាបានកាត់ឡើងពិតនៅលើប្រទេសហុងឌូរ៉ាដែលជារៀងរាល់ឆ្នាំអ្នកវិទ្យាសាស្ត្រគេបានពន្យល់ថាវាបណ្ដាលមកពីបាតុភូត water spout ឬក៏ខ្យល់កគីប្រមាញ់លើទឹកដែលវាបូមយកទៅសត្វមួយចំនួនដែលមាននៅក្នុងទឹកឡើងទៅលើអាកាសខ្ពស់រាប់រយម៉ែត្ររួចវាបក់យកទៅទម្លាក់នៅលើគោកដូចជាទឹកភ្លៀងអញ្ចឹងចំណាត់ថ្នាក់ទី4គ្រោះធម្មជាតិបន្ទុកឧស្ម័នពុលនៅបាតបឹងនេះគឺជាគ្រោះធម្មជាតិដ៏ស្ងាត់ស្ងៀមក៏ប៉ុន្តែវាមានគ្រោះថ្នាក់បំផុតនៅឆ្នាំ1986នៅបឹង Nosh នៅក្នុងប្រទេសកាមេរូស្រាប់តែមានការផ្ទុះភាយឡើងនៅឧស្ម័នកាបូនិករាប់សិបពាន់តោនចេញពីបាតបឹងភ្លាមដោយគ្មានសញ្ញាព្រមានឧស្ម័ននេះបានពុលនិងគ្របដណ្ដប់ទៅលើភូមិឋានធ្វើឲ្យខ្វះអុកស៊ីសែននិងសម្លាប់ឆក់យកជីវិតមនុស្សអស់1700នាក់និងសត្វពាហនៈរាប់សិបពាន់ក្បាលបន្ថែមទៀតត្រឹមតែមួយយប់ប៉ុណ្ណោះចំណាត់ថ្នាក់ទី3គឺជាគ្រោះធម្មជាតិដែលគេហៅថាខ្យល់កន្តើយរ៉ែភ្លើងឬហៅថា Fire Tornado គ្រាន់តែឮឈ្មោះក៏មានអារម្មណ៍ថាព្រឺក្បាលដែរបាតុភូតនេះកើតឡើងនៅពេលដែលមានអគ្គិភ័យឬភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅលាយឡំជាមួយនឹងខ្យល់បក់មកខ្លាំងនិងកម្ដៅខ្លាំងរបស់វាបង្កើតបានទៅជាខ្យល់កគីដែលពុះពេញទៅដោយអណ្ដាតភ្លើងបង្វិលខ្លួននៅលើអាកាសជាមួយនឹងសីតុណ្ហភាពក្តៅរហូតដល់ជិត 1000 អង្សាសេវាអាចបំផ្លាញនិងដុតកំទេចអ្វីទៀតចំណាត់ថ្នាក់ទី2គឺគ្រោះធម្មជាតិដែលមានឈ្មោះថារលកយក្សកឬហៅថា IT tsunami បើនិយាយអំពី IT tsunami យើងធ្លាប់តែឮរលកយក្ស tsunami ទឹកធម្មតាតែប៉ុណ្ណោះប៉ុន្តែនេះគឺជារលកយក្សទឹកកកទៅវិញបាតុភូតនេះច្រើនកើតឡើងនៅតំបន់ត្រជាក់ខ្លាំងដូចជាប្រទេសកាណាដាឬក៏សហរដ្ឋអាមេរិកនៅពេលដែលមានខ្យល់ព្យុះខ្លាំងបក់បោកខ្លាំងស្ទើរតែលើផ្ទៃទឹកកកហើយនាំយកដុំទឹកកកធំរាប់ពាន់តោនត្រូវបានរុញច្រានឡើងទៅលើគោកយ៉ាងលឿនជាមួយនឹងសន្ទុះល្បឿនដ៏លឿនជាមួយនឹងផ្ទាំងទឹកកកដ៏ធំនេះវាធ្វើឲ្យផ្ទាំងទឹកកកទាំងនោះអាចបុកកំទេចផ្ទះសម្បែងឬបង្គោលភ្លើងនិងដើមឈើធំបានយ៉ាងស្រួលដូចជាគ្រឿងបុលដូស័រអញ្ចឹងចំណាត់ថ្នាក់លេខ1គឺជាគ្រោះធម្មជាតិដែលមានឈ្មោះថាភ្លើងឃ្យូភ្នំភ្លើងឬហៅថា Blue Lava Cava Ijen គឺជាកំអែលភ្នំភ្លើងពណ៌ឃ្យូនៅភ្នំភ្លើង Cava Ijen នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាទូទៅកំអែលភ្នំភ្លើងមានពណ៌ក្រហមឬលឿងក៏ប៉ុន្តែនៅភ្នំភ្លើងមួយនេះនៅពេលយប់អ្នកនឹងមើលឃើញពន្លឺភ្លើងពណ៌ឃ្យូប្លែកៗដូចជាទឹកប្រាក់ហូរចុះមកអញ្ចឹងការពិតទៅវាបណ្ដាលមកពីការឆេះនៃឧស្ម័ន sponsor ដែលវាមានកំហាប់ខ្ពស់ប៉ះជាមួយនឹងអុកស៊ីសែននៅលើអាកាសទើបវាបង្កើតបានជាអណ្ដាតភ្លើងពណ៌ខៀវដ៏អស្ចារ្យនេះតែនៅក្នុងចំណោមគ្រោះធម្មជាតិទាំង5នេះមួយណាដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាងគេខមមិនប្រាប់ខ្ញុំនៅខាងក្រោមនេះប្រសិនបើអ្នកទាំងអស់គ្នាជួយចុចវីដេអូស្រាវជ្រាវបែបវិទ្យាសាស្ត្រនិងចំណេះដឹងប្លែកៗកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាការផ្តល់កម្លាំងចិត្តឲ្យខ្ញុំផលិតវីដេអូបន្តទៀតសូមគោរពអរគុណសូមជម្រាបលា